នៅពេលយកថ្ងៃមួយខ្ញុំជិះឡានតាហ៊ានណាខ្ញុំក៏អើមកកាភ្លើហើយនឹងវ៉ាលីមិនទូចមួយសភៅចំណាអនុស្សាវរីយ៍មុតទាំងបាននៅក្នុងនោះចែកដល់ចៅចង់សុទ្ធបិទមុខខ្មៅអស់កាន់សក់អាវុធរូបដៃចុះលើឡានអស់ស្លាកខោទាំងអស់ខ្ញុំទុកដល់កាបូបមួយបានខ្លួនមកមរតកក្បាច់គុណខ្មែរឧបត្ថម្ភផ្ដាច់មុខដោយកៅអៀកយិនសិនយ៉ាងធាសហការឧបត្ថម្ភដោយសាប៊ូកក់សក់ UWell ស្ករគ្រាប់សម្រក់រាង Slim Me សាប៊ូអនាម័យ Me 18បន្ទាប់ពីបញ្ចប់សង្គ្រាមរ៉ាំរ៉ៃអស់រយៈពេលជាច្រើនឆ្នាំសិល្បៈក្បាច់គុណខ្មែរក៏មានដង្ហើមរស់ឡើងវិញបើយើងនិយាយអំពីកីឡាប្រដាល់ជើងចាស់យើងតែងតែនឹកឃើញទៅដល់មនុស្សមួយចំនួនដែលបន្សល់ទុកនៅការចងចាំជាច្រើនតាមរយៈការប្រដាល់តួយ៉ាងដូចជាលោកនួនពិរមលោកនួនសូរិយាស៊ីវសុភាពស៊ីវសុផលឡុងសាលវ័នអេពូថងនិងអ្នកផ្សេងៗទៀតដែលខ្ញុំរៀបរាប់មិនអស់បាទថ្ងៃនេះខ្ញុំមកដល់ក្លឹបប្រដាល់មួយបាទតាមរយៈកម្មវិធីមរតកក្បាច់គុណខ្មែរដែលនាំមកជូនដោយកៅអៀកយិនសិនយ៉ាងធាខ្យល់កំពុងតែបក់រហៀកបាទងាយប៉ាំងអស័យលឺសូររោករ៉ាស្លឹកឈើកំពុងតែរេរាំជ្រុះពីវាពីកាលឥឡូវនេះខ្ញុំមកជួបជាមួយនឹងបុរសម្នាក់ដែលធ្លាប់មានស្នាដៃយ៉ាងច្រើនអស់រយៈពេលជាង30ឆ្នាំកន្លងមកនេះបាទគឺលោកគ្រូឡុងសាលវ័នបាទនៅក្បែរខ្ញុំជាស្រេចជម្រាបសួរលោកគ្រូបាទសុខសប្បាយទេលោកគ្រូបាទសុខសប្បាយធម្មតាបាទលោកគ្រូខ្ញុំប្លែកមែនទែនមិនដែលឃើញទេខ្ញុំដើរសម្ភាសមនុស្សច្រើនអ្នកកីឡាករគ្រូច្រើនអ្នកហើយធម្មតាគេតែងតែមានក្លឹបនៅវាលនៅកន្លែងលើដីអីយ៉ាងស្អាតក៏ប៉ុន្តែលោកគ្រូបានប្រើប្រាស់ផ្ទះរបស់លោកគ្រូស្ទើរតែ 80% ហើយបំពាក់នៅឧបករណ៍សម្ភារៈបណ្ដាលបាទដាក់តាំងទូផ្សេងសម្រាប់ដាក់ខ្សែក្រវ៉ាត់ដាក់ពានប៉ុន្តែសង្វៀនដែលខ្ញុំកំពុងតែអង្គុយនិយាយជាមួយលោកគ្រូនេះគឺនៅជាន់ទី1នៃផ្ទះរបស់គាត់ហើយប្រក់ដំបូលប៉ាំងអស័យបាទនេះជារឿងពិតដែលខ្ញុំឃើញតបនេះខ្ញុំមិនដែលឃើញទេធ្វើសង្វៀននៅជាន់ទី1បាទធ្លាប់តែឃើញសង្វៀននៅលើដីឬក៏លើដីសង់រោងបាទហើយអញ្ចឹងលោកគ្រូតើអត់មានកន្លែងដាក់មែនបើលោកគ្រូសម្រាប់ចោលមកជាន់នេះមកជាន់នេះនិយាយទៅអត់មានតែម្ដងមកព្រោះអីដើរស្នើសុំគេដើរជួលគេព្រោះជួលគេមិនពេញចិត្តនឹងអ្នកបដាល់ដាក់បានមួយខែពីរខែគេអត់ពេញចិត្តវាដូចជាលឺលោឡាអញ្ចឹងធម្មតាហាត់លឺលោឡាហើយបើនិយាយរឿងខ្ញុំបង្កើតក្លឹបតាំងពីឆ្នាំ1998តាំងពី98បាទ98ហ្នឹងនៅព្រៃលៀបមកអូចាប់ផ្ដើមនៅព្រៃលៀបបាទនៅឃុំព្រៃលៀបហ្មងបើកបានប្រហែលជា4ឆ្នាំម្ដងដល់បានកីឡាករដូចជាឡុងវ៉ាន់ថនរៀមសនរៀមសល់ឡុងជីផលឡុងសុផាតមែនពេញពីងវ៉ាណារិនហើយនឹងកីឡាករមួយចំនួនទៀតដែលខ្ញុំបាទបងសម័យមានកីឡាករឡុងបលគាត់អភិវឌ្ឍក្លឹបដែរអូអញ្ចឹងសប្តាហ៍នេះលោកគ្រូឡុងបន្ថនខ្លាចជាគ្រូគ្រូតទៀតបឺតខំទៀតមានបឺតខំខ្លាចជាគ្រូឡុងជន់ដឿនខ្លាចជាគ្រូឡុងបលខ្លាចជាគ្រូហើយនឹងសិតតែពីដើមសិស្សរបស់លោកគ្រូបាទហើយឡុងវិសាលនៅខេត្តបាត់ដំបងមួយទៀតហើយនៅសៀមរាបជាបន្ថនមួយទៀតបាទហើយដល់ខ្ញុំឃើញឡុងសវណ្ណដឿនខ្លាចជាគ្រូនោះសិស្សគាត់ជើងចាស់មួយចំនួនចង់ទៅជាគ្រូមួយទៀតហើយបាទខ្ញុំឃើញដូចឡុងឡាឡុងអីនោះចង់ទៅជាគ្រូមួយទៀតហើយក៏ខ្ញុំសង្ខេបមួយទៀតនៅឆ្នាំ1998ខ្ញុំបង្កើតក្លឹបនៅព្រៃលៀបបានជា3ទៅ4ឆ្នាំខ្ញុំបដោះបាល់កីឡាករដូចខ្ញុំរាប់ពីខាងក្រោមហើយបន្ទាប់មកគេត្រូវការភូមិអញ្ចឹងក៏ខ្ញុំចល័តមកសុំនៅកាលហ្នឹងបូរីកីឡានៅបូរីកីឡាក្លឹបនោះក្លឹបក្លឹបអេដាមមកសម្បល់គាត់ឲ្យខ្ញុំមានការហ្វឹកហាត់យុវជនមួយចំនួនកាលនោះយុវជនមួយចំនួនគាត់មានពេលវេលាច្រើនខ្ញុំបង្កើតក្លឹបនៅហ្នឹងជាមួយក្លឹបមិត្តលីសរបស់ក្លឹបលោកគ្រូមកសម្អល់បានរយៈពេលជា3-4ឆ្នាំទៀតបរិយាកាសគេត្រូវការទៀតរើទៀតខ្ញុំក៏ចូលក្នុងប៉ុស្តិ៍លេខ5មកបាទចូលត្រង់នោះបាទចូលប៉ុស្តិ៍លេខ5បានប្រហែលឆ្នាំក៏រើទៀតអស់ផ្លូវជំរើសក៏ខ្ញុំបង្ហាត់នៅលើរ៉ាដាយើងនេះមុខផ្ទះមុខភូមិនេះបានប្រហែលឆ្នាំ
គេត្រូវការដីក៏រើទៀតខ្ញុំអស់ជំរឿនហើយ បាទ យកផ្ទះហើយធ្វើជាក្លឹបរហូតដល់បច្ចុប្បន្នហ្នឹងតែម្ដង បាទចឹងគាត់ទៅឬដោយសារគេត្រូវការអភិវឌ្ឍរហូតដំបងរើភូមិគាត់មើលរើបរិយាកាសបាទគាត់មើលរើបោះចូលប៉ុស្ចេញប៉ុស្ចូលវាចូលផ្ទះបណ្ដោយអស់ជំរឿនហើយ សរុបទៅមើល98មកទល់ឥឡូវប្រហែលចង់30ឆ្នាំ ចង់30ឆ្នាំ 28ឆ្នាំបាត់ហើយហើយរើ4ដងបាទអញ្ចឹងចុងក្រោយគ្មានរើទៀតទេផ្ទះរើហើយ ជប់រើហើយ បាទអញ្ចឹងនេះជាទស្សនវិជ្ជាដែលខ្ញុំបានឃើញជាក់ស្ដែងដែលយើងឃើញមានសិស្សហាត់មានសិស្សស្រីបាទសិស្សស្រីណាគេគឺកូនលោកគ្រូហើយបាទកូនលោកគ្រូឥឡូវទៅទៀតចាំនិយាយពីកូនលោកគ្រូខ្ញុំសូមត្រឡប់ទៅសាវតាដើមរបស់លោកគ្រូបើតាមខ្ញុំដឹងនេះក៏មិនមែនជាឈ្មោះពិតរបស់លោកគ្រូដែរលោកសារលវ័ននេះហើយលោកគ្រូដូចជាចាប់ផ្ដើមបណ្ដាលតាមជីដែនចំនួនមានជនភៀសខ្លួនជំរុំពេលបាយអាពោតហើយសម័យពលពតហើយមិនមានជំរុំខ្ញុំឃើញមានឈ្មោះលោកគ្រូពីដងមកមើលលោកគ្រូជួយប្រាប់សាវតាសាវតាដំបូងខ្ញុំនិយាយថានៅជីដែនចុះជីដែនខ្ញុំអាយុប្រហែលជា12ឆ្នាំ8ជាងខ្ញុំជាថាសិស្សម្នាក់មិនសូវចេះនិយាយទេខ្លាចគេដល់ពេលអាយុ15 16 17ដឹងខ្លួនឯងថាយើងត្រូវតែហាត់បណ្ដាលឲ្យមានភាពក្លាហានអូចឹងបានគ្រូអៀនខ្លាចខ្មាស់គេណាកាលសម័យហ្នឹងវាមិនទាន់មានអភិវឌ្ឍអីណានៅជនភៀសខ្លួននោះជនភៀសខ្លួននៅសៃធូដងរ៉ែកអូចំនួនហ្នឹងខ្ញុំទៅកើតខ្ញុំកើតនៅសៃធូហ្នឹងបាទនៅសៃធូដងរ៉ែកហ្នឹងខ្ញុំគេមកកាន់ចាំមណ្ឌលកីឡាខ្ញុំទី1ខ្ញុំហាត់កាយសម្ព័ន្ធហាត់កាយសម្ព័ន្ធលុបបាទចង់លោតវល់ទៅម៉ូតមិនក៏បានដែរតែហ្នឹងកាលខ្ញុំនៅហាត់ទេណានៅក្មេងអាយុ30ខ្ញុំប្រើការបានតែឥឡូវគ្រាន់តែបាក់ដោះខ្លួនអីបានលោតចេញទូលោតចេញមីឡានអីបាក់ដោះខ្លួនខ្លួនឯងបានទេរឿងអាឡាតរឿងអីកាលហ្នឹងខ្ញុំហាត់គ្នារាប់រយនាក់នៅសល់តែ5នាក់ហ្នឹងខ្ញុំគិតថាយើងត្រូវការចង់ថតកុនថតអីយើងសុំគេបានយើងចេះយើងតែស្ទិចហើយខ្ញុំបែរទៅការហ្វឹកហាត់វិញការហ្វឹកហាត់ខ្ញុំនោះហាត់កាយសម្ព័ន្ធតៃខ្វាន់ដូតបមកគុណខ្មែរជំនាន់នេះគេហៅបដាសេរីឡើយបដាសេរីដឹងមិនខ្ញុំចងថាករងមកដាក់ដេកសាច់វាយកាលនោះមិនដឹងថាវាយដៃទៅខូចវាស្នាមអីទេបន្ទាប់ពីអត់បានសាក់ខ្ញុំដេកសាច់នៅនេះវាយដីចឹងមកវាយផ្ទប់ដីមក30ដៃ50ដៃទៅរហូតដល់ខ្ញុំមានឈ្មោះកាលនោះឈ្មោះឡុងសាលវ័នខ្ញុំបញ្ជាក់មួយទៀតឡុងសាលវ័នកាលនោះខ្ញុំប្រឡងឌីប្លូមកាលនោះគេនិយាយរឿងថាតកូលអីពិតប្រកបឯងតោះយើងចង់ជួបគ្នាប្រឡងបានជួបគ្នាតកូលឡុងកាលនោះខ្ញុំមានមិត្តភ័ក្តិហ្នឹងដាក់តកូលឡុងមកឡុងសាលវ័នឡុងសុភាពឡុងរតនៈឡុងសាខនឡុងណាន់កំសែនអញ្ចឹងមកបាន5នាក់ប្រឡងឌីប្លូមជាប់ជោគជ័យអស់គ្នាហើយក៏នាំគ្នាយើងជាប់រួចអស់ហើយចិត្តភូមិនិវត្តន៍ទៀតតោះយើងសាឡបងទៅប្រកួតនៅឯថ្មពួកហ្នឹងចេញពីជំនុំមកដើរ60 70គីឡូដើរមកវាយមក60គីឡូបាទដើរផ្សងព្រៃមកវាយជួនកាលអត់បានវាយទេបោគេនៅពេលយប់ថ្ងៃមួយខ្ញុំជិះឡានតាហ៊ានហ្នឹងឡានតាកម្មាទេឡានទូទេជិះមកដល់ម្ដុំគោកព្រឹកយើងហ្នឹងចិត្តបោពួកខ្ញុំខោអាវមកកាផ្លេហើយនឹងវ៉ាលីមិនទូចមួយសភៅចំណាអនុស្សាវរីយ៍មុតទាំងបាននៅក្នុងនឹងនោះចែកដន់ចោលចង់សុទ្ធបិទមុខខ្មៅរបស់កាន់សក់អាវុធគ្រប់ដៃចុះលើឡានអស់ស្លាកខោទាំងអស់ខ្ញុំទុកដល់កាបូបមួយខ្ញុំបានខ្លួនមកមានលុយតែ200បាតគត់បានរួចខ្លួនជីឡានបន្តមកពួករត់ចេញអស់ទៅពួកចៅហ្នឹងពួកខ្ញុំគាត់ដល់ថ្មពួកយកម៉ោង12ល្ងាខែ12មកខែល្ងាណាមិនដឹងថាគិតមិនទេស្អែកឡើងទៅបានវាយអត់ដល់ពេលលើគេគណៈកម្មការចាប់គូដល់រੂគូខ្ញុំមិនដឹងថារੂគូណាទេវល់សុភាគេធ្វើម៉េចឲ្យតែបានវាយគីឡូប៉ុន្មានធំប៉ុណ្ណាក៏ខ្ញុំវាយដែរបានវាយមួយទៅប៉ុណ្ណាណីតើយើងនៅក្មេងរៀងគេនេះដែរយើងហាត់គេរត់ចុះទៅវាយគេអស់គេឈប់ទៅហើយក៏មានឈ្មោះតាំងពីមកខ្ញុំចេញពីសៃធូមកជួនកាលខ្ញុំជិះឡានជួនកាលខ្ញុំនាំមិត្តភក្តិដើរមកដើម្បីប្រកួតឲ្យបានប្រកួតខ្ញុំវាយជាមួយថៃស្មើឆ្ងាយមកក៏មាននេះនួនព្រមនេះកាលនោះខ្ញុំវាយផងខ្ញុំចេះឡាតលឺ
លើពូលើអីដល់ពេលនោះមរុំថាបងតោះទៅប្រកួតនៅទីក្រុងភ្នំពេញហីថាអូនអត់តន់ណាបងអត់តន់ធ្វើភូមិវត្តឲ្យផងចាំបងធ្វើភូមិវត្តហើយមកដល់ធ្វើវត្តហើយបានមកដល់ខេត្តបានបងយើងនេះ នេះមើលភូមិវត្តឆ្នាំនេះ92 92ខ្ញុំក៏មានឈ្មោះនៅវាយនៅអត់ថាចូលឆ្នាំខ្ញុំជីទៅហើយខ្ញុំកាលនោះខ្ញុំជីកង់ទេជីកង់ទី1ចង់រកការងារធ្វើដល់ចៃដនអីភ្លេងបដាល់សេចក្តីជូននឹងបើកការប្រកួតនៅឡើយណាជាមួយណាទៅវទៅគាត់ឈ្មោះសុំគេវាយសុំដំបងវាយជាមួយខ្មែរទេវាយជាមួយខំបន្ថងហៅក្តាមអីកែវសូយ៉ាជាផ្សេងឆឹងសហើយមួយទៀតមឿងសារាហៅតាប់វាយរួចឈ្នះអស់ហើយបានគេឲ្យខ្ញុំវាយថៃវាយអន្តរជាតិក៏មានឈ្មោះជាម្ដងមកចូលនៅសមាគមក្រសួងមហាផ្ទៃហ្នឹងមកដល់បច្ចុប្បន្នដល់រហូតដល់ខ្ញុំជុំធ្វើកីឡាក៏ខ្លាយទីគ្រូដល់បច្ចុប្បន្នហ្នឹងមកលោកគ្រូខ្ញុំសុំចង់ដឹងអាកន្លែងនេះបន្តិចអញ្ចឹងលោកគ្រូមិនមែនវាយ9ជើងលោកគ្រូវាយតាំងពី8ជើងអត់ទេខ្ញុំបើវាយជើង8ជើងដោយសារ8ជើងនោះវាយនៅតាមជីទៅយើងអត់បានកាលនៅក្មេងវាមិនសូវចេះគិតអីណាបើចេះតែវាយទៅខ្ញុំចង់ដឹងឆ្នាំអញ្ចឹងក្នុង88 89នេះវាយបាទ89នោះហើយមិនទៅឆ្នាំទេមានឈ្មោះឆ្នាំ92បានគេចាប់ដើមស្គាល់ឈ្មោះទៅបាទស្គាល់ឈ្មោះឡងសារវ៉ាន់ទៅចៃដនអីខ្ញុំធ្វើកីឡាទី1ខ្ញុំរកការងារធ្វើទី2ខ្ញុំចង់ឲ្យថាឲ្យខ្លួនឯងមានភាពក្លាហានឲ្យមានប្រជាភ័យព្រៀបទី3ហ្នឹងខ្ញុំចង់រកខ្សែលោហិតបងខ្ញុំដែលបាត់ពីជំនាន់ពលពតអូហើយបើទល់លើបានរកឃើញខ្លះបានឃើញម្ដាយមីងបាទម្ដាយមីងហើយរកដល់អមីងឆ្នាំដែរនៅឆ្នាំប្រហែលជា93ក៏ជួបម្ដាយមីងទៅហើយជួបនៅណាទៀតជួបនៅទីក្រុងភ្នំពេញយើងនៅផ្សារឌីប៉ូនេះហ្នឹងហើយបានរកឃើញគាត់មិនស្គាល់យើងទៀតតែបើដោយសារលោកគ្រូដូរឈ្មោះផងទៀតលោកគ្រូក៏បញ្ជាក់ឈ្មោះពិតឈ្មោះអីឈ្មោះពិតបើនៅពីក្មេងគេអត់ស្គាល់ទេបើឈ្មោះពិតខ្ញុំសំណាងនេះបាទសំណាងពិតសំណាងទេបាទឬក៏នីសំណាងអូបាទតែឈ្មោះក្រៅគេហៅខ្ញុំច្រើនណាអាប្រាំងផងហើយមុខអត់ដូចប្រាំងមកហ្នឹងខាងលើនោះសក់ក្រហមអូអញ្ចឹងហ្នឹងចូលក្មេងដល់តាមហាថ្ងៃហ្នឹងមានអីជីកាលនៅរៀនខ្លោចហ្នឹងលោកគ្រូមិននិយាយពាក់ព័ន្ធជាមួយលោកគ្រូនួនមេរុំលោកគ្រូនួនមេរុំហៅលោកគ្រូបងហៅអញ្ចឹងលោកគ្រូបងលោកគ្រូនួនមេរុំបាទលោកគ្រូ3ប្រមាណលោកគ្រូអត់ទោសខ្ញុំមកវិញ53ហើយ53ហើយទេខ្ញុំមើលទៅខ្ញុំដាក់ទៅ40ជាងបាទលោកគ្រូ53បាទហើយលោកគ្រូនួនមេរុំដូចទៅ51បាទអញ្ចឹងតាំងពី8ជាងមកអ្នកដើរចំនួនហ្នឹងមានឈ្មោះដល់ឥឡូវដែលគ្រូទៅចាប់មរតកក្បាច់គុណខ្មែរឧបត្ថម្ភផ្ដាច់មុខដោយកៅអៀកយិនសិនយ៉ាងធាសហការឧបត្ថម្ភដោយសាប៊ូកក់សក់ Uwell ស្ករគ្រាប់សម្រក់រាង Slim Me សាប៊ូអនាម័យ Mi 18